មូលហេតុ3យ៉ាងដែលធ្វើឲ្យស្ត្រីមករដូវមិនទៀងទាត់ទី1បញ្ហា stress គេងអត់លក់គេងអត់គ្រប់គ្រាន់នេះគឺជះឥទ្ធិពលខ្លាំងធ្វើឲ្យស្ត្រីប្រឈមមុខជាមួយនឹងវិបត្តិនៃការមករដូវមិនទៀងទី2តាក់ទងជាមួយនឹងកត្តារបបអាហារប្រសិនបើស្ត្រីញ៉ាំរបបអាហារអត់បានត្រឹមត្រូវធ្វើឲ្យគាត់ស្គមពេកឬមួយក៏ធាត់ពេកក៏ជះឥទ្ធិពលធ្វើឲ្យស្ត្រីមានវិបត្តិនៃការប្រែប្រួលអរម៉ូនធ្វើឲ្យស្ត្រីនឹងមករដូវមិនទៀងទាត់ដូចគ្នាទី3បំរែបំរួលអរម៉ូនស្ត្រីយើងភាគច្រើនគឺមានការប្រែប្រួលដោយសារតែកត្តាជាច្រើនដូចជាតកតងជាមួយរបបអាហារការសម្រាកការគេង stress អីហ្នឹងក៏ជះឥទ្ធិពលទៅដល់បញ្ហាវិបត្តិអរម៉ូនស្ត្រីដែលធ្វើឲ្យស្ត្រីមានបញ្ហានៃការមករដូវអញ្ចឹងសម្រាប់បងប្អូនស្ត្រីដែលគាត់កំពុងតែទម្លាប់តកតងជាមួយនឹងការគិតច្រើន stress ឬមួយក៏របបអាហារអត់បានត្រឹមត្រូវសូមផ្លាស់ប្ដូរហើយបើអ្នកដែលគាត់យល់ថាវីដេអូនេះល្អហើយចង់ចែករំលែកទៅដល់បងប្អូនស្ត្រីផ្សេងទៀតបានឃើញសូមជួយ share អ្នកគ្រូមួយអរគុណច្រើន